មេបញ្ជាការរុស្ស៊ីប្រកាសកេណ្ឌទ័ព1លាននាក់បន្ថែមដោយអះអាងថាសង្គ្រាមលោកលើកទី3ចាប់ផ្ដើមផ្ទុះឡើងហើយលោកឧត្តមសេនីយ៍រុស្ស៊ីជាន់ខ្ពស់ម្នាក់បានប្រកាសកាលពីពេលកន្លងទៅថ្មីៗនេះថាសង្គ្រាមលោកលើកទី3កំពុងចាប់ផ្ដើមផ្ទុះឡើងហើយនិងលោកបានអំពាវនាវឲ្យមានការកេណ្ឌទ័ពថ្មីចំនួន1លាននាក់បន្ថែមទៀតការប្រកាសរបស់ឧត្តមសេនីយ៍រុស្ស៊ីជាន់ខ្ពស់ម្នាក់ដែលឈ្មោះថាអាលូឌីណៅដែលជាមេបញ្ជាការកម្ពុជានិងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីស្រាអែលបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រទេសអ៊ីរ៉ង់ជំវិញកម្មវិធីអាវុធនុយក្លេអ៊ែរលោកអាឡៅឌីណូដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានគោលនយោបាយយោធាបានបង្ហោះសារនៅលើ Telegram ថាយើងត្រូវតែចល័តទ័ពយើងត្រូវរៀបចំមនុស្សយ៉ាងហោចណាស់កន្លះលាននាក់ជាមុនប៉ុន្តែជាក់ស្ដែងយើងត្រូវការមនុស្ស1លាននាក់យើងត្រូវក៏ហៅពួកគេហើយចាប់ផ្ដើមរៀបចំពួកសម្រាប់ការពិតដែលហៅថាសង្គ្រាមបានចាប់ផ្ដើមរួចមកហើយដែលយើងដឹងច្បាស់ថាកំពុងតែកើតឡើងនោះគឺសង្គ្រាមលោកលើកទី3នៅថ្ងៃដដែលមេបញ្ជាការទ័ពរបស់រុស្ស៊ីរូបនេះក៏បានបង្ហោះសាររបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់មួយរូបគឺលោកអាយ៉ាតូឡាអាលីខាម៉ាណីផងដែរដែលមេដឹកនាំកម្ពុជាអ៊ីរ៉ង់រូបនេះបានទាមទារឲ្យមានការវាយប្រហារបកយ៉ាងចាស់ដៃប្រឆាំងទៅលើប្រទេសអ៊ីស្រាអែលវិញសារមួយនេះបានធ្វើប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់ដោយបានបំផ្លាញតំបន់យោធានិងទីតាំងរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ដែលក្នុងនោះក៏បណ្ដាលឲ្យមានមេបញ្ជាការជាន់ខ្ពស់និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើនរូបរបស់អ៊ីរ៉ង់បានបាត់បង់ជីវិតដូចគ្នានាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញគឺលោក Benjamin Netanyahu បាននិយាយថាយោធាបានកំណត់គោលដៅលើការប៉ុនប៉ងរបស់ទីក្រុងតេអ៊ីរ៉ង់ក្នុងការសម្រេចបាននូវការបង្កើតគ្រាប់បែកនុយក្លេអ៊ែរដែលក្នុងនោះមេបញ្ជាការទ័ពរបស់រុស្ស៊ីជាន់ខ្ពស់រូបនេះបានចាត់ទុកចំនួនដ៏ក្តៅគគុករវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺវាគ្រប់គ្រាន់ហើយដោយវាអាចបញ្ឆេះទៅជាសង្គ្រាមលោកបានដោយសង្កត់ធ្ងន់ថាការត្រៀមចល័តទ័ពរបស់រុស្ស៊ីពិតជាមានសារៈសំខាន់បំផុតលោកបាននិយាយថាដូច្នេះហើយគ្មាននរណាម្នាក់ហ៊ានលេងជាមួយយើងតាមរបៀបដែលគេលេងជាមួយនឹងប្រទេសផ្សេងទៀតបានឡើយហើយឥឡូវនេះគឺជាមួយនឹងអ៊ីរ៉ង់ដែលលោកបាននិយាយថាជឿខ្ញុំយើងទាំងអស់គ្នាត្រូវតែរួបរวมគ្នានៅគ្រប់កម្រិតទាំងអស់